បាទបងប្អូនថ្ងៃនេះ admin ឃើញកាក់ចុះអញ្ចឹង admin អត់ trade future នៅទីផ្សារណាទេ Bitget ក៏អត់ trade Binance ក៏អត់ trade Bitmart ក៏អត់ trade ដែរ admin មានទាំងអស់គ្រប់ exchange ណាបាត់បិសន7 8ឆ្នាំហើយអញ្ចឹងបានន័យថាអា future នេះបងប្អូនថ្មីគួរតែគួរតែប្រយ័ត្នប្រយែងបាទយកលុយណាដែលយើងលេងហើយដែលអាចបាត់បង់បានយកអស់ទៅមិនថា forex មិនថា crypto ទេព្រោះយើងមិនមែនទិញ sport ឥឡូវក៏បងប្អូនទិញ sport ឥឡូវមុនប្រកាសថាចំណេញណាបងប្អូនអា sport បងប្អូនទិញមិនត្រូវកាក់មិនស្គាល់កាក់ហ្នឹងបាត់លុយយើងអា future ទៀតអញ្ចឹងណាម៉ាញ់ខ្ញុំដកលុយចេញពី AI boot trade របស់ខ្ញុំបានចំនួន$3 $3ហ្នឹងខ្ញុំខ្ជិលຕົកចោលដោយសារខ្ញុំឃើញកាក់នៅក្នុងទីផ្សារ AI boot trade របស់ខ្ញុំហ្នឹងឬ AI trade bit trade x ហ្នឹងវាចុះអញ្ចឹងខ្ញុំ transfer អញ្ចឹងបងប្អូនចេះណា transfer ណានេះ transfer ពី sport account ហ្នឹងចូលទៅ future អញ្ចឹងលុយ future ខ្ញុំមាន$5អញ្ចឹងខ្ញុំដាក់ថែមទៀតដាក់គ្រប់$3.89 សេនទៀតយើងលេងតាមទឹកលុយយើងបងប្អូនកុំឃើញគេលេងរាប់ម៉ឺន$អីអាហ្នឹងគឺរបស់គេយើងលេងមានប៉ុណ្ណាលេងប៉ុណ្ណឹងតែយើងអាចបាត់បង់បានហើយខ្ញុំលេងនេះគឺលុយសិលរបស់ខ្ញុំនេះលុយចេញពី AI boot trade របស់ខ្ញុំនេះខ្ញុំដកនេះខ្ញុំដាក់ទៅយកមក trade future បើបានចំណេញទេបានបង្កើនលុយថែមទៀតអញ្ចឹងណាហើយកុំឃើញគេចូលmargin ម្ដងសិន10000 $20000ហើយយើងយកមកលេងអត់ល្អទេបងប្អូនបាទអត់ល្អទេបងប្អូនបាទអត់ល្អទេអញ្ចឹងយើងដូចខ្ញុំនិយាយអញ្ចឹងបាត់ពិសោធន៍7 8ឆ្នាំហើយគឺយើងត្រូវតែដាក់លុយគេមួយបងប្អូនហ្នឹងឯងយើងត្រូវតែគ្រប់គ្រងឲ្យបានបងប្អូនគ្រប់គ្រងហានិភ័យខ្លួនឯងឲ្យបានអញ្ចឹងខ្ញុំចូលទៅក្នុង account យ៉ាសប៊ីកិតកន្លែងគេទេមកបងប្អូនហ្នឹងឯងអញ្ចឹងខ្ញុំពី transfer 2នាទីបាត់ហើយនិយាយលឿនតិចលេងសោះណាបាទយើង transfer ពី sport ហ្នឹងចូលនេះ transfer រួចហើយអញ្ចឹងខ្ញុំចង់ប្រាប់របៀបនៃដៃថ្មីបងប្អូនគួរតែលេងកាក់ណាដែលធំដែលកុំលេងកាក់ណាដែលវាថ្មីបងប្អូនដែលវាឡើងចុះលឿនហ្នឹងអាចដាច់ account អញ្ចឹងណាអាចបាត់បង់លុយអញ្ចឹងយើងគួរតែលេងកាក់ណាដែលធំមកកាក់ធំមានកាក់អីខ្លះបងប្អូនមើលទៅកាក់ធំខ្ញុំរីកខមមិនបងប្អូនគួរតែលេងដូចជា BTC Ethereum ដា XRP ហើយនឹងដក10ប៉ុណ្ណឹងបានបើសិនបើកាក់ថ្មីគួរតែហ៊ានខាតហ៊ានដាច់ account អញ្ចឹងទៅអញ្ចឹងខ្ញុំចូលឡងដកណាបាទបងប្អូនខ្ញុំចូលឡងដកខ្ញុំចុចឡងពីតឡងហ្នឹងបានន័យថា open ឡងហ្នឹងបានន័យថាចូលទិញណាបងប្អូនខ្ញុំឃើញតម្លៃវាចុះហើយបើអាចចុះទៅទៀតក៏ដឹងដែរអញ្ចឹងខ្ញុំចូលឡងហ្នឹងគឺ open ឡងបានថាយើងចូលទិញប៉ុន្តែលុយខ្ញុំមានតែ$8ទេអញ្ចឹងខ្ញុំប្រើ leverage ក៏អស់ហ្មងទៅវាឲ្យប្រហែល 75x ខ្ញុំឲ្យ 75x ព្រោះលុយយើងទូចអញ្ចឹងណាអញ្ចឹងខ្ញុំចូលចំនួនអានេះយើងអាចកែបានណាបងប្អូនយើងអាចកែ quality នេះកែជាកាក់អញ្ចឹងខ្ញុំចង់ទិញ20% 20% នៅលើ$8អញ្ចឹងណាអញ្ចឹងខ្ញុំចង់ទិញនៅតម្លៃនេះហ្មងទៅចុច confirm ហ្នឹងហើយអញ្ចឹងបើសិនបើបងប្អូនចូលទិញបានហើយបងប្អូននេះខ្ញុំចប់ hold ship ហើយអញ្ចឹងចូលឡងដងទៀតអញ្ចឹង2តងណាអញ្ចឹងខ្ញុំចង់ដាក់លក់ដកហ្នឹងតម្លៃ18អានេះហៅ TPSL TP profit នេះគឺយើងដាក់កាត់ចំណេញអានេះកាត់ខាតតែខ្ញុំលុយខ្ញុំតិចខ្ញុំខ្ជិលដាក់កាត់ចំណេញហ្មងទៅអញ្ចឹងខ្ញុំដាក់លក់ក្នុងតម្លៃ22បើសិនបើដកឡើងដល់22នេះវាប្រាប់ហើយគឺខ្ញុំចំណេញបាន 99.26 សេនណាឬ$99 confirm ហ្នឹងហើយហើយfuture នេះដូចខ្ញុំនិយាយហ្នឹងបងប្អូនគួរតែលេងលុយណាដែលអាចបាត់បង់បានណាគូ crypto វាឡើងចុះវាអត់ទៀងទេហ្នឹងហើយវាត្រូវការចំណេះដឹងខ្លាំងណាស់បើសិនបើឃើញគេinfluencer ខ្លះ MC ខ្លះគាត់ចូលម្ដងសិតពី20000 បើយើងមានលុយយើងចូលតាមគេទៅបើសិនបើយើងអត់មានទេចូលទៅ admin ទៅ10រៀល5រៀលអញ្ចឹងទៅហ្នឹងហើយមានតែប៉ុណ្្នឹងណាបងប្អូនបាទអរគុណ